សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំចង់បង្ហាញអ្នកនរគ្នាអំពីការចាក់ password នៅលើកុំព្យូទ័ររបស់អ្នកនរគ្នាអញ្ចឹងរបៀបនៃការចាក់ password នៅលើកុំព្យូទ័ររបស់អ្នកនរគ្នាគឺងាយៗតោះកុំឲ្យខាត់ពេកយូរមកខ្ញុំបងប្អូនគ្នាអញ្ចឹងជាដំបូងអ្នកនរគ្នាចូលមកខាងកុំព្យូទ័ររបស់អ្នកនរគ្នាមកបន្តមកទៀតអ្នកនរគ្នាចូលមកខាងWindows ឬក៏ Start ហ្នឹងអ្នកនរចូលកន្លែងហ្នឹងមកបន្តមកទៀតយកពាក្យថា setting កន្លែងនេះយកពាក្យថា setting មកបន្ទាប់ពីយើងចូលដល់ setting ហើយយើងចូលពាក្យថាaccount ជួយពាក្យថា account មកបន្ទាប់ពីចូលដល់ account ហើយយើងជ្រើសរើសពាក្យថា sign in option ចូលកន្លែងហ្នឹងមកនេះរូបសោនេះឬក៏ key ណាយើងចូល sign in option ហ្នឹងមកបន្ទាប់ពីហ្នឹងហើយយើងយកពាក្យថា password នេះពាក្យថា password ណាអញ្ចឹងយើងចុចលើពាក្យថា password ហ្នឹងមកបន្តមកទៀតយកពាក្យថា add ចុច add ហ្នឹងមកតទៅយើង add ហើយកន្លែងនេះគេឲ្យយើងវាយ password មានន័យថា password ដែលយើងចង់ដាក់ហ្នឹងយើងដាក់ប៉ុន្មានដាក់ទៅឧទាហរណ៍ដាក់8ខ្ទង់ឡើងទៅឧទាហរណ៍1 2 3 4 1 2 3 4អញ្ចឹងពីចុចដាក់ហ្នឹង1 2 3 4 1 2 3 4អញ្ចឹងដែរហើយចុច OK មកបន្តមកដល់ចុចពីថា finish